រុស្ស៊ីបន្តប្រតិបត្តិការទម្លាក់ចាប់ដ្រូនយោធាអ៊ុយក្រែនបាន100គ្រឿងខណៈអ៊ុយក្រែនអះអាងវិញថាបានវាយប្រហាររោងចក្រផលិតឧបករណ៍ Semiconductor របស់រុស្ស៊ីមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសរុស្ស៊ីបានបន្តប្រតិបត្តិការយោធារបស់ខ្លួនកាលពីថ្ងៃពុធដោយបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង200គ្រឿងនៅក្នុងទឹកដីរុស្ស៊ីខណៈអ៊ុយក្រែនបានអះអាងវិញថាបានវាយប្រហាររោងចក្រផលិតឧបករណ៍ Semiconductor នៅក្នុងតំបន់ Oryol របស់រុស្ស៊ីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងកម្លាំងរបស់ខ្លួនបានវាយប្រហារជំរំវឹកហាត់របស់អ៊ុយក្រែនអាកាសយានដ្ឋានយោធាឃ្លាំងរំសេវនិងគោលដៅផ្សេងទៀតយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅថ្ងៃដដែលនេះបានឲ្យដឹងថាកងកម្លាំងរុស្ស៊ីបានទៅដល់តំបន់ព្រំដែន Dnipropetro កងការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង200គ្រឿងនៅថ្ងៃនោះដែលបានស្ទាក់ចាប់ជាង100គ្រឿងនៅខាងក្រៅតំបន់ប្រតិបត្តិការយោធាពិសេសចាប់ពីម៉ោង 15 ដល់ម៉ោង 18 ម៉ោងនៅទីក្រុងមូស្គូកាលពីថ្ងៃពុធដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន67គ្រឿងនៅក្នុងតំបន់ជានៃដែនរុស្ស៊ីរួមមានអូរីយុល Kurt ប្រាយ៉ាននិងមូស្គូជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន15គ្រឿងបានបាញ់ទម្លាក់នៅជិតទីក្រុងមូស្គូទន្ទឹមនឹងនេះដែរអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ពីការប្រយុទ្ធគ្នារាប់សិបដងជាមួយនឹងកងទ័ពរុស្ស៊ីនៅជួរមុខគិតត្រឹមរសៀលថ្ងៃពុធនេះដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុតកងកម្លាំងរបស់ខ្លួនបានបន្តប្រតិបត្តិការនៅក្នុងផ្នែកខ្លះនៃតំបន់ Kurt និង Belgorod របស់រុស្ស៊ីប្រមុខរដ្ឋបាលយោធាតំបន់ Dnipropetro បានបដិសេធនៅរបាយការណ៍កាលពីថ្ងៃពុធដែលថាកងកម្លាំងរុស្ស៊ីបានទៅដល់ព្រំដែនរដ្ឋបាលនៅក្នុងតំបន់នោះបន្ថែមពីនេះអគ្គសេនាធិការអ៊ុយក្រែនបានបញ្ជាក់ថាកងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅក្នុងការសម្របសម្រួលជាមួយនឹងកងកម្លាំងផ្សេងទៀតបានធ្វើការវាយប្រហារទៅលើរោងចក្រផលិតឧបករណ៍ Semiconductor នៅក្នុងតំបន់ Oryol នៃប្រទេសអ៊ុយក្រែននៅក្នុងអំឡុងពេលព្រឹកព្រលឹមថ្ងៃពុធចំណែកអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បាននិយាយថាការងារលើសន្ធិសញ្ញាសន្តិភាពជាមួយនឹងអ៊ុយក្រែនកំពុងដំណើរការយ៉ាងសកម្មជាងនេះទៅទៀតទាំងរុស្ស៊ីនិងអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃតែមួយថាពួកគេកំពុងរៀបចំអនុវត្តផែនការដែលបានព្រមព្រៀងគ្នាពីមុនដែលឈានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសទូគីសម្រាប់ការផ្លាស់ប្ដូរអ្នកទោសសង្គ្រាមចំនួន 1000 នាក់វិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់